មកឆ្អិនហើយបងប្អូនបាយឆាបងទាប្រៃជាមួយនឹងអង្ក្រងណាបងប្អូនប្លែកហើយរសជាតិវាឆ្ងាញ់ដឹងតែអែមហ្មងបងប្អូនណាឥឡូវសាកមកភ្លក់ជាមួយនឹងម៉ាក់វីទាំងអស់គ្នាចាបងប្អូនចង់ដឹងវិធីធ្វើកុំភ្លេចតាមដានណាគ្រឿងផ្សំមានដូចជាសាច់អង្ក្រងយើងហ្នឹងពងទាប្រៃចំនួន3គ្រាប់ហើយទៅនឹងសណ្តែកគួរចាហើយនឹងស្លឹកខ្ទឹមណាបងប្អូនចាហើយអ្វីដែលมันអាចបំភ្លេចបានគឺថាអង្ករកូនខ្មែរនាងខ្ញុំជ្រើសរើសយកអង្ករផ្កាខ្ញីព្រីមៀនយកមកដាំបាយបងប្អូនចាគឺថារសជាតិវាឈ្ងុយឆ្ងាញ់ខ្លាំងមែនតើអង្ករកូនខ្មែរបងប្អូនបើសិនជាចង់ជ្រើសរើសយកអង្ករដែលញ៉ាំទៅมันប៉ះពាល់ដល់សុខភាពជឿជាក់បានថាជាអង្ករដែលធម្មជាតិកុំភ្លេចណាគឺថាអង្ករកូនខ្មែរចាហើយរបៀបដាំបាយនេះខ្ញុំមិនបាច់ចាំរៀបរាប់ទេណោះខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចេះដាំទាំងអស់គ្នាចាចំពោះអង្ករកូនខ្មែរគឺជាប្រភេទអង្ករស្រូវថ្មីណាបងប្អូនយើងកុំដាក់ទឹកច្រើនពេកដាក់ទឹកច្រើនពេកខ្លាចវាជ្រាយអញ្ចឹងណាចាក្រោយពេលដែលនាងខ្ញុំដាំបាយរួចរាល់ហើយនាងខ្ញុំឃើញថាបាយវារីងទឹកហើយយើងក៏ចាប់ផ្ដើមបន្ថយភ្លើងទៅចាហើយយើងក៏ចាប់ផ្ដើមដួសបាយជួយបាយវាឲ្យទៅសោះសិនទៅណាបងប្អូនចាពេលដែលបាយយើងទៅសោះហើយយើងក៏ចាប់ផ្ដើមដួសបាយដាក់ចានទុកវាមួយឡែកអញ្ចឹងណាខ្ញុំជឿថារបៀបដាំបាយបងប្អូនប្រកាសជាចេះគ្រាន់តែថាអាចជាបច្ចេកទេសយើងដាំបាយខុសៗគ្នាបន្តិចអញ្ចឹងណាបងប្អូនចាពេលដែលនាងខ្ញុំទុកបាយមួយឡែកហើយចាប់ផ្ដើមមកគោះពងទាប្រៃយើងជ្រើសរើសយកតែពងទាអាក្រហមឯណាបងប្អូនយើងកុំឲ្យដោយអាពងសបើសិនជាដោយពងសវាអាចធ្វើឲ្យបាយឆាពងទាប្រៃជាមួយគ្រាប់យើងហ្នឹងវាឆ្អាបចាហើយនាងខ្ញុំក៏ចាប់ផ្ដើមយកពងក្រហមហ្នឹងយកវាទៅកិនប្រឡប់វាឲ្យម៉ត់ទៅណាបងប្អូនចាឃើញថារៀងស្អិតបន្តិចនាងខ្ញុំក៏ចាប់ផ្ដើមបើកមកបន្ថែមជាមួយនឹងទឹកសទឹកស្អាតបន្តិចមកយើងក៏ចាប់ផ្ដើមក្លុកវាបន្តិចទៀតណាចាយើងក្លុកវាឲ្យម៉ត់ទៅឃើញថាលបាយពងទាប្រៃយើងម៉ត់ហើយចាប់ផ្ដើមទុកវាមួយឡែកនាងខ្ញុំក៏ចាប់ផ្ដើមមកហាន់ជាមួយនឹងសណ្តែកគួរបងប្អូនចាបន្លែយើងដាក់ជាសណ្តែកគួរឬក៏ការ៉ុតឬក៏បន្លែផ្សេងទៅក៏បានដែរតែត្រូវជាងគេគឺសណ្តែកគួរហើយនឹងស្លឹកខ្ទឹមតែម្ដងចាបើមានផលិតជាមួយនឹងការ៉ុតបន្តិចទៀតក៏កាន់តែល្អដែរដោយសារតែនាងខ្ញុំអត់សូវចូលចិត្តការ៉ុតទៅហើយអញ្ចឹងនាងខ្ញុំក៏អត់ដាក់ទៅចាយើងក៏ចាប់ផ្ដើមចាក់ប្រេងឆាចូលឲ្យក្តៅមកដំខ្ទឹមច្រាមខ្ទឹមវាឲ្យម៉ត់អញ្ចឹងទៅណាដើម្បីយកមកធ្វើការអំពងហើយពេលដែលយើងកូរអំពងហ្នឹងកូរមកត្រឡប់ពីត្រឡប់ទៅណាអ្នកទាំងអស់គ្នាចាហើយយើងក៏ចាក់ជាមួយនឹងពងទាប្រៃដែលយើងកិនបានមិញហ្នឹងចូលទៅកូរលីងកូរត្រឡប់វាឲ្យឃើញថាឈ្ងុយតិចទៅយើងក៏ចាប់ផ្ដើមចាក់ពេលខ្យងចូលប៊ីចេងបន្តិចស្ករបន្តិចទៅកូរត្រឡប់វាឃើញថាឲ្យឈ្ងុយឲ្យស្ងួតជាមួយនឹងពងទាប្រៃដាច់ទឹកតិចទៅណាបងប្អូនចាហើយយើងក៏ចាប់ផ្ដើមចាក់ជាមួយនឹងអង្ក្រងចូលចាយើងកូរត្រឡប់វាទៀតទៅណាអ្នកទាំងអស់គ្នាឲ្យដាច់ទឹកឲ្យស្ងួតជាមួយនឹងក្រងឲ្យពងទាទៅយើងបន្ថែមជាមួយនឹងបាយសចូលចាបាយសំខាន់បំផុតគឺយើងត្រូវជ្រើសរើសយកអង្ករណាដែលឲ្យវាមានជាតិស្ងួតពេលដែលយើងឆាទៅបងប្អូនចាបើសិនជាយើងយកអង្ករណាដែលឆាទៅស្អើយមានជាតិទឹកក៏អត់ឆ្ងាញ់ដែរចាហើយនាងខ្ញុំក៏បន្ថែមជាមួយនឹងសណ្តែកគួរចូលហើយនឹងស្លឹកខ្ទឹមចូលទៀតទៅកូរត្រឡប់វាទៅឃើញថាបាយឆាអង្ក្រងហ្នឹងក៏បានឆ្អិនរួចជាការស្រេចបងប្អូនទំនងខ្លាំងមែនទែនអ្នកទាំងអស់គ្នាពេលដែលបានឃើញវីដេអូនេះហើយកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនជាពិសេសកុំភ្លេចជួយ like share follow page ឲ្យម៉ាក់វីម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីពីនាងខ្ញុំបន្តទៀតចាហើយនាងខ្ញុំចាប់ផ្ដើមមកភ្លក់ជាមួយនឹងបាយឆាអង្ក្រងឲ្យបងប្អូនមើលណាមកឆ្អិនហើយបងប្អូនបាយឆាអង្ក្រងជាមួយនឹងពងទាប្រៃបងប្អូនរសជាតិវាឆ្ងាញ់ខ្លាំងមែនទែនហើយនាងខ្ញុំជ្រើសរើសយកអង្ករកូនខ្មែរយកមកឆារសជាតិកាន់តែឆ្ងាញ់តែម្ដងណាដំណងខ្លាំងមែនទែនជាមួយនឹងពងទាជាណាបងប្អូនចានេះមកភ្លក់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាណាបងប្អូនណែដំណងខ្លាំងមែនទែនចារសជាតិវាជូរតិចជាមួយនឹងគ្រាប់ហ្នឹងបងប្អូនឆ្ងាញ់ខ្លាំងមែនទែនឆ្ងាញ់ប្លែកហើយឈ្ងុយគ្រាប់ទេបងប្អូនយើងអត់សូវតលវ៉ាន់ព្រោះយើងមានជាតិជូរជាមួយតលជាមួយគ្រាប់តិចចឹងកាន់តែអែម